ជេអាណិតឲ្យសុំអើយព្រោះអីរូបខ្ញុំអាណិតប្រពន្ធខ្ញុំទើបត្រូវបង្ខំឲ្យយកប្រពន្ធ6ប្រពន្ធទី1សំដីក៏ស្រួយហើយរឹកខាយរ៉ែអូនចំជាល្អរៀនចង្វាក្នុងវែងពូកែដើរលេងទុកឲ្យដើរទាំងមួយប្រពន្ធទី2អូនឈ្មោះណារីទុកឲ្យចាំផ្ទះអើយឈ្មោះក្រៅហៅផលមិនដើរលេងផ្ដេសផ្ដាំងទុកឲ្យចាំផ្ទាំងធ្វើម្ហូបឆ្ងាញ់ជាងគេប្រពន្ធទី3លើឈ្មោះហើយភ័យអូនឈ្មោះប៊ុនណាតែដើរលេងជ្រុលមុខក្បាលនឹងវែកឆាមិនឲ្យទៅណាបងទុកឲ្យកកខ្យល់ប្រពន្ធទី4ចូលចិត្តធ្វើខ្លួនហើយល្អអស្ចារ្យឈ្មោះក្រៅហៅខ្សិតឈ្មោះពិតហៅផល្លាចូលចិត្តវាស្រាបងទុកឲ្យកោះយល់ប្រពន្ធទី5បងប្អូនជួយចាំគឺឈ្មោះនាងពៅអើយស្គាល់បងស្គាល់ប្អូនហើយស្គាល់ខុសត្រូវមុខមិនដែលក្រញើទុកឲ្យទៅទួលភ្ញៀវនៅសល់មួយទៀតខ្ញុំសូមប្រាប់ញាតិឲ្យដឹងទាំងអស់អើយគឺឈ្មោះងៀនខុនស្រអែមខ្មៅស្រង់អូនច្រៀងពីរុងទុកក្រាន់បំពេប្តីបើច្រើនម្លឹងអូនណាយកុំខឹងចែកវេនគ្នាទៅអើយតែធ្វើឲ្យបងខឹងបែកទ្រូងស្លាប់អីលើចែកគ្នាញ៉ាំទៅហើយរស់ស្រួលទាំងអស់គ្នាម៉ែគុំស្ដីជេអាណិតឲ្យសុំអើយព្រោះអីរូបខ្ញុំអាណិតប្រពន្ធខ្ញុំទើបត្រូវបង្ខំឲ្យយកប្រពន្ធ6ប្រពន្ធទី1សំដីក៏ស្រួយហើយរឹកខាយរ៉ែអូនចំជាល្អរៀនចង្វាក្នុងវែងកែដើរលេងទុកឲ្យដើរទាំងមួយប្រពន្ធទី2អូនឈ្មោះណារីទុកឲ្យចាំផ្ទះអើយឈ្មោះក្រៅហៅផលមិនដើរលេងផ្ដេសផ្ដាំងទុកឲ្យចាំផ្ទាំងធ្វើម្ហូបឆ្ងាញ់ជាងគេប្រពន្ធទី3លើឈ្មោះហើយភ័យអូនឈ្មោះប៊ុនណាតែដើរលេងជ្រុលមុខក្បាលនឹងវែកឆាមិនឲ្យទៅណាបងទុកឲ្យកកខ្យល់ប្រពន្ធទី4ចូលចិត្តធ្វើខ្លួនហើយល្អអស្ចារ្យឈ្មោះក្រៅហៅខ្សិតឈ្មោះពិតហៅផល្លាចូលចិត្តវាស្រាបងទុកឲ្យកោះយល់ប្រពន្ធទី5បងប្អូនជួយចាំគឺឈ្មោះនាងពៅអើយស្គាល់បងស្គាល់ប្អូនហើយស្គាល់ខុសត្រូវមុខមិនដែលក្រញើទុកឲ្យទៅទួលភ្ញៀវនៅសល់មួយទៀតខ្ញុំសូមប្រាប់ញាតិឲ្យដឹងទាំងអស់អើយគឺឈ្មោះងៀនខុនស្រអែមខ្មៅស្រង់អូនច្រៀងពីរុងទុកក្រាន់បំពេប្តីបើច្រើនម្លឹង
នគ្នាទៅអើយតែធ្វើឲ្យបងខឹងបាយទ្រូងស្លាប់អីលើចែកគ្នាញ៉ាំទៅហើយរស់ស្រួលទាំងអស់គ្នា